អាប់ដេតថ្មីករណីកូនស្នងការរងខេត្តបន្ទាយមានជ័យបុកគេស្លាប់ចំនួន5នាក់នៅខេត្តបាត់ដំបងលោកផៃវណ្ណៈបញ្ជាក់ច្បាស់បែបនេះក្រោយកូនលោកស្នងការរងចូលសារភាពលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីករណីបុកស្លាប់ចំនួន5នាក់នៅឯខេត្តបាត់ដំបងទុះក៏ក្រើកពេញបណ្ដាញសង្គម Facebook ដែលជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយដែលបង្កដោយរថយន្ត Mercedes មួយគ្រឿងពណ៌ខ្មៅដែលត្រូវបានគេស្គាល់ថាអ្នកបើកបរគឺជាកូនលោកស្នងការរងខេត្តបន្ទាយមានជ័យនៅមុននេះបន្តិចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើសេចក្តីប្រកាសព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងកូនលោកស្នងការរងខេត្តបន្ទាយមានជ័យចូលខ្លួនមកសារភាពនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះមានខ្លឹមសារថាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាដោយមានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះស៊ីវជ័យសិទ្ធភេទប្រុសជាមួយសមត្ថកិច្ចនគរបាលនាវេលាម៉ោង 15:45 នាទីរសៀលនៅថ្ងៃទី1ខែមេសាឆ្នាំ2026នេះពួកគាត់បាននាំខ្លួនឈ្មោះស៊ីវជ័យសិទ្ធមកប្រគល់ឲ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ5ចំណុចភូមិកកោះឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបងបណ្ដាលឲ្យស្លាប់ជនរងគ្រោះចំនួន5នាក់នោះហើយក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថាក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេតែម្នាក់គត់ដែលបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់និងរបួសជនរងគ្រោះអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានក្រោយពីជនបង្កបានចូលសារភាពលោកផៃវណ្ណៈបានបញ្ជាក់ច្បាស់បែបនេះថាទីបំផុតឈ្មោះស៊ីវជ័យសិទ្ធដែលជាម្ចាស់រថយន្ត Mercedes GT 53បុកជនរងគ្រោះស្លាប់រហូតដល់6នាក់នៅស្រុកមោងឫស្សីខេត្តបាត់ដំបងត្រូវបានឪពុកម្ដាយនាំចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយនៅរសៀលថ្ងៃទី1ខែមេសាឆ្នាំ2026នេះសមត្ថកិច្ចកំពុងតែសួរចម្លើយដើម្បីចាត់ការតាមនីតិវិធីច្បាប់ពេលនេះមានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះហើយក្រោយមកទៀតលោកផៃវណ្ណៈបានបញ្ជាក់យ៉ាងច្បាស់ថាឈ្មោះស៊ីវជ័យសិទ្ធបានសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានបើកបររថយន្ត Mercedes GT 53បុកជនរងគ្រោះស្លាប់6នាក់ពិតប្រាកដមែនពាក់ព័ន្ធនឹងករណីខាងលើមហាជនកំពុងតែរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចថានឹងទៅជាយ៉ាងណាជីវិតមនុស្ស6នាក់តើជនម្នាក់នេះមានទោសកម្រិតណា